សួរបងប្អូនថ្ងៃនេះមកចេញវីដេអូអំពីការរៀបការតាមប្រពៃណីបុរាណខ្មែររបស់យើងនៅតាមស្រុកតាមភូមិអញ្ចឹងណាបងប្អូនបងប្អូនថ្ងៃនេះមានកម្មវិធីចូលរោងជ័យកូនប្រុសកូនស្រីរបស់លោកពូអ្នកមីងនៅក្នុងភូមិលកាឃុំលកាស្រុកសង្កែខេត្តបាត់ដំបងដែលគាត់ជាអ្នកនៅក្នុងស្រុកភូមិចិត្តខ្ញុំដែរអញ្ចឹងគាត់មិនបានរៀបអាពីអង្គការកូនប្រុសកូនស្រីរបស់គាត់អញ្ចឹងតាមទំនៀមទម្លាប់របស់ខ្មែរយើងខាងស្រុកភូមិរបស់ខ្ញុំគេប្រពធ្វើ2ថ្ងៃណាបងប្អូនថ្ងៃចូលរោងថ្ងៃដំបូងហ្នឹងគឺថ្ងៃទី28ហ្នឹងគឺមានការហែចំនួនស្លាដកស្លាកំសែងនេះគឺចូលរោងជ័យធម្មតាតែដល់ពេលដល់វេលាហ្នឹងក៏ហែការស្លាញៀវកិត្តិយសអញ្ជើញមកចូលរួមញាតិខាងប្រុសខាងស្រីចូលរួមច្រើនមែនតើណាបងប្អូនហើយក៏ទទួលកូនកន្លោះហ្នឹងចូលមកដល់ក្នុងរោងជ័យហ្នឹងក៏មានលោកមេបាអ្នកផ្លូវចៅមហាហើយលោកគ្រូភ្លេងអីហ្នឹងគាត់រៀបរាប់បើកទ្វារបើកលបងអីចឹងដើម្បីសុំលោកមេបាខាងប្រុសហ្នឹងចូលក្នុងរោងជ័យឥឡូវមេបាខាងប្រុសខាងស្រីហ្នឹងក៏គាត់ព្រមហើយអញ្ចឹងហើយក៏មានការបលេះបេះផ្លែឈើ36មុខអីរួចក៏យកទៅជូនលោកមេបាកូនខាងកូនក្រមុំអីអញ្ចឹងណាបងប្អូនដោយសារចំនួនរបស់គាត់ហ្នឹងគឺមានច្រើនបាទតែបើថាតាមរៀបការនៅជនបទតាមស្រុកស្រែចំនួនមនុស្សប៉ុណ្ណឹងគឺច្រើនណាស់បងប្អូនព្រោះអីតាមអ្នកស្រុកស្រែមិនសូវមានថវិកាអីច្រើនដូចអ្នកទីក្រុងទេបងប្អូននេះមកមើលអ្នករែកផ្លែឈើហ្នឹងគឺខ្ពស់ល្អណាស់បងប្អូនអើយនេះហើយក៏មានអ្នកដឹកដៃកូនក្រមុំកូនអីហ្នឹងចេញមកពីក្នុងកន្ទប់ហ្នឹងដើម្បីមកសំពះលោកមេបាទាំងសងខាងរួចក៏មកទទួលការស្លាពីកូនកំលោះហើយក៏មានកម្មវិធីជាបន្តហ្នឹងថ្ងៃទី29ហ្នឹងមានការចងដៃបែកកាស្លាកូនប្រុសកូនស្រីហើយក៏ទទួលភ្ញៀវនៅពេលថ្ងៃត្រង់ពិសាភោជនីអាហារអីអញ្ចឹងណាជាបន្តហ្នឹងថ្ងៃទី29ហ្នឹងក៏មានការសុំអនយកបលាយកអីរួចក៏សុំអនយកមកក្រាបសំពះផ្ទឹមនៅព្រឹកថ្ងៃទី29ហ្នឹងដើម្បីចងដៃឲ្យកូនប្រុសកូនស្រីហើយពេលថ្ងៃត្រង់ហ្នឹងក៏មានទទួលភ្ញៀវពិសាភោជនីអាហារធម្មតាអ្នកខ្លះទទួលពេលយប់អញ្ចឹងទៅស្រុកភូមិខ្ញុំមានដូចតាតាមទីក្រុងដែរខ្លះគេហូបពេលថ្ងៃខ្លះគេហូបពេលយប់អញ្ចឹងណាបងប្អូនតែភាគច្រើនគេហូបជ្រើសយកហូបពេលថ្ងៃដោយសារពេលថ្ងៃនៅរដូវខែនេះគឺវាស្រួលបើពេលយប់ខ្លាចលោកមានភ្លៀងមានអីអញ្ចឹងវាពិបាកព្រោះអីយើងអត់មានទៅហូបហាងហូបអីទេវីដេអូមានប៉ុណ្ណឹងដែរអរគុណ